ត្របែកស្ដេចវីតាមីន C និងអាចកំបាំងសុខភាពដែលអ្នកមិនគួររំលងសួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនដឹងទេថាបើបងប្អូនចង់បានវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំបងប្អូនមិនចាំបាច់រកទិញក្រូចថ្លៃៗនោះទេផ្លែឈើដែលមាននៅតាមរបងផ្ទះរបស់យើងគឺផ្លែត្របែកមានវីតាមីន C ខ្ពស់ជាងក្រូចដល់ទៅ4ដងឯណោះប៉ុន្តែតើត្របែកពិតជាធ្វើឲ្យទល់លាមកមានដែរឬទេហើយអ្នកណាខ្លះដែលមិនគួរញ៉ាំត្របែកថ្ងៃនេះយើងនឹងមកស្រាវចម្ងល់ទាំងអស់គ្នាចំពោះអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែត្របែកនោះគឺទី1កំពូលវីតាមីន C និងការពារពីជំងឺត្របែកត្រឹមតែមួយផ្លែអាចផ្ដល់វីតាមីន C ច្រើនជាងតម្រូវការប្រចាំថ្ងៃរបស់រាងកាយយើងទៅទៀតវាជួយបង្កើតកោសិកាឈាមសប្រឆាំងនឹងមេរោគនិងបាក់តេរីធ្វើឲ្យបងប្អូនមិនងាយឈឺផ្ដាសាយចំពោះទី2នោះគឺស្បែកស្អាតនិងប្រឆាំងភាពចាស់សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងត្របែកជួយការពារស្បែកពីការបំផ្លាញដោយកម្ដៅថ្ងៃនិងជួយកាត់បន្ថយស្នាមជ្រីវជ្រួញញ៉ាំត្របែកគឺដូចជាការញ៉ាំថ្នាំពន្យាភាពចាស់ពីធម្មជាតិអញ្ចឹងដែរចំពោះចំណុចទី3នោះគឺល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមត្របែកមានកម្រិតGlycemic Index ដែលហៅកាត់ថា GI វាមានកម្រិតទាបនិងមានជាតិសរសៃខ្ពស់ខ្លាំងវាជួយសម្រួលការស្រូបយកជាតិស្ករក្នុងឈាមកុំឲ្យឡើងលឿនពេកសូម្បីតែស្លឹកត្របែកក៏ត្រូវបានគេយកមកធ្វើជាតែសម្រាប់បញ្ចុះជាតិស្ករផងដែរចំពោះចំណុចទី4នោះគឺជំនួយដល់ការសម្រកទម្ងន់បើបងប្អូនកំពុងសម្រកទម្ងន់ត្របែកគឺជាជម្រើសលេខ1ព្រោះវាធ្វើឲ្យយើងឆ្អែតបានយូរមានកាឡូរីទាបនិងសម្បូរទៅដោយជីវជាតិចំពោះគុណវិបត្តិនិងការប្រុងប្រយ័ត្នចំណុចទី1បញ្ហាគ្រាប់ត្របែកនិងប្រព័ន្ធរំលាយអាហារមានមតិជាច្រើននិយាយថាញ៉ាំត្របែកធ្វើឲ្យទល់លាមកតាមពិតទៅសាច់ត្របែកជួយឲ្យបត់ជើងស្រួលប៉ុន្តែប្រសិនបើបងប្អូនទំពាគ្រាប់វាមិនម៉ត់ឬញ៉ាំគ្រាប់ច្រើនពេកវាអាចធ្វើឲ្យពិបាករំលាយនិងបណ្ដាលឲ្យទល់លាមកទៅវិញសម្រាប់អ្នកដែលមានបញ្ហាខ្សោយពោះវៀនគួរជៀសវាងការញ៉ាំគ្រាប់ចំណុចទី2នោះគឺបញ្ហាធ្មេញគ្រាប់ត្របែករឹងខ្លាំងណាស់បើបងប្អូនខាំទំពាវាខ្លាំងពេកវាអាចធ្វើឲ្យប៉ះពាល់ដល់ស្រទាប់ធ្មេញឬបែកធ្មេញក៏ថាបានចំណុចទី3នោះគឺញ៉ាំត្របែកខ្ចីពេកត្របែកដែលខ្ចីខ្លាំងមានសារធាតុចត់ខ្ពស់ដែលអាចធ្វើឲ្យស្ងួតមាត់និងពិបាកដល់ការរំលាយអាហារក្នុងក្រពះគន្លឹះពិសេសសម្រាប់ស្លឹកត្របែកកុំមើលរំលងស្លឹកត្របែកការដាំទឹកស្លឹកត្របែកផឹកមិនត្រឹមតែជួយដល់អ្នកជំងឺទឹកនោមផ្អែមនោះទេតែវាក៏ជួយព្យាបាលអាការៈរាករូសនិងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងឈាមបានយ៉ាងមានប្រសិទ្ធភាពសរុបមកត្របែកគឺជាកំពូលផ្លែឈើដែលបងប្អូនគួរញ៉ាំជារៀងរាល់ថ្ងៃគ្រាន់តែចងចាំថាញ៉ាំសាច់ឲ្យច្រើនចំណែកគ្រាប់គួរទំពាឲ្យម៉ត់ឬដកចេញបើបងប្អូនមានបញ្ហាពោះវៀនតើបងប្អូនចូលចិត្តញ៉ាំត្របែកស្រួយឬត្របែកទន់សូមខមមិនចែករំលែកទាំងអស់គ្នាសូមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានព័ត៌មានសុខភាពផ្សេងៗទៀតសូមអរគុណ